មនុស្សជាច្រើនព្យាយាមផ្លាស់ប្ដូរជីវិតដោយដាក់គោលដៅធំៗបង្កើតទម្លាប់ល្អៗច្រើនឬក៏របបអាហារថ្មីភ្លាមជាមួយនឹងគំនិតថាឆ្នាំថ្មីខ្ញុំថ្មីអ្នកភ្ញាក់ពីព្រលឹមអានសៀវភៅហាត់ប្រាណបង្កើតទម្លាប់ថ្មីហើយព្យាយាមខិតខំរក្សាវាឲ្យបានជាប់លាប់ប៉ុន្តែបន្ទាប់ពីមួយសប្តាហ៍អ្វីៗក៏ត្រឡប់ទៅទម្លាប់ចាស់វិញដដែលមានអារម្មណ៍ថាធុញទ្រាន់នឹងខ្លួនឯងមែនទេឬក៏ហត់នឹងខ្លួនឯងមែនអត់ខ្ញុំក៏អត់ខុសពីអ្នកទាំងអស់គ្នាដែរតែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមកស្ដាប់រឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយនៅប្រទេសជប៉ុនណាមនុស្សមើលទៅស្ងប់ស្ងាត់មានការផ្ដោតអារម្មណ៍ល្អនិងរស់នៅដោយមានគោលដៅច្បាស់លាស់ហើយពួកគេមើលទៅសាមញ្ញទេតែមើលទៅទីក្រុងរបស់គេវិញណាគឺស្អាតអាឡូងគ្មានឃើញសម្រាមអីទេហើយប្រជាជនគេវិញគឺមានអាយុវែងជាងគេលើពិភពលោកទៀតចឹងសួរថាតើមានរឿងអីកើតឡើងនៅពីក្រោយហ្នឹងវាគឺជាតំណពូជឬក៏បច្ចេកទេសពិសេសណាមួយនៅក្នុងការរស់នៅរបស់ពួកគេឬក៏មកពីពួកយើងខ្លួនឯងហ្នឹងកំពុងតែអនុវត្តទម្លាប់ខុសវិធីអូខេសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រៀនសម្រាប់ដែលជាកន្លែងដែលយើងអាចចែករំលែកចំណេះដឹងក៏ដូចជាគំនិតល្អថ្ងៃនេះយើងនឹងស្វែងយល់អំពីទម្លាប់តូចបែបជប៉ុនដែលអាចបង្កើតការផ្លាស់ប្ដូរធំនៅក្នុងជីវិតយើងបានដោយមិនមែនអាស្រ័យទៅលើកម្លាំងចិត្ត motivation ទេប៉ុន្តែគឺសកម្មភាពតូចដែលខួរក្បាលរបស់យើងនឹងអត់ចាំបាច់មានការតវ៉ាឬក៏ប្រឆាំងអីទាំងអស់ធ្វើយ៉ាងណាឲ្យមានអារម្មណ៍ថាគុំបង្ខំខ្លួនឯងអ្នកមិនចាំបាច់ទាល់តែផ្លាស់ប្ដូរទៅនៅទីក្រុងតូក្យូឬក៏ប្រទេសជប៉ុនទេឬក៏អនុវត្តពីរបៀបតឹងរឹងអីទេខ្ញុំបានធ្វើ research ខ្លះដែរហើយខ្ញុំនឹងចែករំលែកជាមួយអ្នកទាំងអស់គ្នាហើយយើងនឹងទៅអនុវត្តទម្លាប់តូចទាំងនោះនៅក្នុងជីវិតរបស់យើងជាមួយគ្នាអូខេទាំងនេះគឺជាវិធីសាស្ត្រទាំង8ដែលខ្ញុំនឹងចែករំលែកដែលអាចធ្វើឲ្យជីវិតរបស់យើងនឹងមានសភាពស្ងប់ស្អាតសុខភាពល្អនិងមានភាពជាប់លាប់ផងដែរដោយមិនមានការបង្ខំការផ្លាស់ប្ដូរធំដែលងាយនឹងធ្វើឲ្យយើងបោះបង់ក្នុងរយៈពេលដ៏ខ្លីនោះទេហើយទម្លាប់ទី3ទី7ទី8គឺពិតជាពិសេសសម្រាប់យើងមែនទែនតោះចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នាទី1 Kaizen គឺមានន័យថាការកែលម្អឬក៏ការធ្វើឲ្យប្រសើរឡើង 1% ជារៀងរាល់ថ្ងៃមនុស្សភាគច្រើនបរាជ័យនៅក្នុងការផ្លាស់ប្ដូរខ្លួនឯងដោយសារពួកគេនឹងព្យាយាមដាក់គោលដៅធំពេកដែលនាំឲ្យខួរក្បាលរបស់គេនឹងមានអារម្មណ៍ថាប្រាប់ខ្លួនឯងថាហត់ឬក៏រហូតដល់ខ្លាចធ្វើអត់បានអីចឹងទៅ Kaizen គឺជារូបមន្តឬក៏របៀបមួយនៃការបញ្ឆោតខួរក្បាលរបស់យើងបើអ្នកចង់ក្លាយជាអ្នកដែលសរសេរអត្ថបទឬក៏សរសេរសៀវភៅដល់ពូកែយើងមិនចាំគិតទៅដល់ការសរសេរសៀវភៅមួយក្បាលពេញទេអាហ្នឹងឧទាហរណ៍ប៉ុន្តែអ្នកត្រូវគិតអំពីការសរសេរតែប្រយោគមួយសិនបានហើយចាប់ផ្ដើមពី clear ឬក៏ប្រយោគមួយអញ្ចឹងទៅនៅពេលដែលអ្នកធ្វើរឿងតូចតាចទាំងអស់ហ្នឹងវានឹងកម្ចាត់អាភាពខ្ជិលនឹងចេញនៅពេលដែលអ្នកចាប់ផ្ដើមហើយអាសន្ទុះឬក៏ momentum នឹងជួយរុញយើងបន្តទៅមុខបន្ថែមដោយស្វ័យប្រវត្តិអញ្ចឹងមួយថ្ងៃតែ 1% ក៏យើងអាចសម្រេចវាបានដែរទី2 Ikigai ហេតុផលនៅក្នុងការរស់នៅអ្នកមួយចំនួនធ្លាប់អាចឮទម្លាប់នេះហើយឬក៏វិធីសាស្ត្រនេះហើយមនុស្សភាគច្រើនមានអារម្មណ៍ថាតទេស្អាតហ្មងនៅពេលដែលភ្ញាក់ពីគេងអត់ដឹងថាគួរធ្វើអីបើទោះបីជាមានការងារធ្វើក៏ដោយនោះមកពីពួកគេនឹងខ្វះតុល្យភាពរវាងចំណង់ចំណូលចិត្តនិងតម្រូវការជាក់ស្ដែង Ikigai មិនមែនសំដៅទៅលើការងារដែលមានប្រាក់ខែខ្ពស់តាមមួយមុខទេប៉ុន្តែវាគឺជាការរកឲ្យឃើញនៅចំណុចប្រសពដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងនឹងមានតម្លៃការស្វែងរក Ikigai តាមរយៈរង្វង់ទាំង4ដើម្បីរកឲ្យឃើញនៅហេតុផលនៃការភ្ញាក់ពីគេងដោយក្តីសុខអ្នកត្រូវឆ្លើយសំណួរ4យ៉ាងនេះទី1អ្វីដែលអ្នកស្រឡាញ់សកម្មភាពដែលធ្វើឲ្យអ្នកអាចធ្វើដល់ភ្លេចបាយភ្លេចទឹកភ្លេចម៉ោងភ្លេចពេលក៏ថាបានដែរទី2អ្វីដែលអ្នកពូកែត្រូវព្យាយាមរកឃើញពីជំនាញដែលអ្នកធ្វើបានល្អជាងគេនៅក្នុងជីវិតឬក៏ក្នុងអាជីពរបស់យើងទី3គឺអ្វីដែលពិភពលោកត្រូវការបញ្ហាដែលអ្នកអាចជួយដោះស្រាយដល់អ្នកដទៃនោះគឺជាអ្វីដែលពិភពលោកត្រូវការមានន័យថាអ្នកនៅជុំវិញខ្លួនអ្នកគឺ
គឺគេត្រូវការអាហ្នឹងហើយយើងអាចទៅដោះអាហ្នឹងបានមានន័យថាជាចំណុចមួយនៃ Ikigai ហ្នឹងហើយដែលភាសាជប៉ុនគេបានដាក់ឈ្មោះឲ្យហ្នឹងទៅទី4គឺអ្វីដែលអ្នកអាចរកចំណូលបានគឺមានន័យថាការងារដែលគេសុខចិត្តហ៊ានជួលហ៊ានឲ្យថ្លៃហ៊ានបង់សេវាហ្នឹងឲ្យអ្នកឧទាហរណ៍ជាក់ស្ដែងដូចជាឥឡូវខ្ញុំលើកឧទាហរណ៍មួយដូចថាសុភីគាត់ជាគ្រូបរៀនធ្វើម្ហូបអញ្ចឹងចុះឧបមាថាសុភីគឺជាមនុស្សម្នាក់ដែលមាន Ikigai ក្នុងការបរៀនធ្វើម្ហូបខ្មែរអញ្ចឹងរង្វង់ទី1គឺអ្វីដែលគាត់ស្រឡាញ់គឺគាត់ចូលចិត្តចំណាយពេលនៅក្នុងផ្ទះបាយសាកល្បងគ្រឿងទេសច្នៃម្ហូបថ្មីៗអីអញ្ចឹងទៅថែមនេះថែមនោះដើម្បីចេញរសជាតិថ្មីដែលគាត់គិតថាគាត់អាចធ្វើបានរង្វង់ទី2គឺតកតងមួយភាពពូកែអញ្ចឹងគាត់មានដងតាំងពីដើមមកតាំងពីកណ្ដាលអីចឹងទៅហើយមិត្តភ័ក្តិជុំវិញខ្លួនឬក៏ក្រុមគ្រួសារសាច់ញាតិអីហ្នឹងតែងសរសើរថាគាត់ហ្នឹងបកែធ្វើម្ហូបស្លម្ជូរគ្រឿងសាច់គោអីចឹងរបស់គាត់ចឹងទៅគឺ the best លេខ1ហើយរង្វង់ទី3គឺអ្វីដែលពិភពលោកត្រូវការអញ្ចឹងគាត់ឃើញថាយុវជនសម័យថ្មីហ្នឹងមើលទៅដូចមិនសូវចេះដាំស្លម្ហូបខ្មែរអីប្រហែលទេអញ្ចឹងគាត់មានគំនិតមួយចង់ថែរក្សាទម្លាប់ឬវប្បធម៌នៃការធ្វើម្ហូបខ្មែរនឹងដែរហើយរង្វង់ទី4គឺអាចរកចំណូលបានអញ្ចឹងសួរថាតើធ្វើម៉េចទើបគាត់អាចរកចំណូលបានពីជំនាញហ្នឹងអញ្ចឹងគាត់អាចធ្វើ content អញ្ចឹងទៅនៅលើ YouTube ឬក៏ social media TikTok អីអញ្ចឹងទៅដើម្បីធ្វើមាតិកាអំពីការធ្វើម្ហូបហ្នឹងឬក៏គាត់អាចឈានទៅដល់សរសេរសភៅពីរូបមន្តធ្វើម្ហូបកថាបានដែរអញ្ចឹងជាលទ្ធផលនៅពេលដែលរង្វង់ទាំង4នឹងជួបគ្នាប៉ះគ្នាសុភីគាត់មិនត្រឹមតែមានលុយចាយទេប៉ុន្តែគាត់មានអារម្មណ៍ថាជីវិតរបស់គាត់មានន័យព្រោះគាត់បានធ្វើអីដែលខ្លួនឯងស្រឡាញ់ហើយផ្ដល់ផលប្រយោជន៍ឲ្យសង្គមទៀតអញ្ចឹងណាហើយក៏បានចំណូលផងដែរអញ្ចឹងបើសិនបើអ្នកខ្វះរង្វង់ណាមួយជីវិតរបស់អ្នកនឹងអាចនឹងមានអារម្មណ៍ថាអត់ពេញលេញទេមានលុយមានជំនាញតែអត់ស្រឡាញ់វាអាចធ្វើឲ្យជីវិតយើងធុញថប់តែមានក្តីស្រឡាញ់មានជំនាញតែបើរកលុយអត់បានក៏ជីវិតយើងនឹងនៅតែពិបាកអញ្ចឹងIkigaiអ្នកមិនចាំបាច់តតែការងារធំដុំកពួនអីទេជួនកាលវាអាចគ្រាន់តែជាអ្នកបកកែស្ដាប់អ្នកដតីអញ្ចឹងទៅបកកែស្ដាប់ទុកកង្វល់គេអញ្ចឹងហើយអ្នកអាចយកវាធ្វើជាជំនាញឬក៏អ្នកប្រឹក្សាក៏អាចថាបានដែរទម្លាប់ទី3គឺមានឈ្មោះថា Harahachibu គឺច្បាប់ 80% តែអ្នកធ្លាប់មានអារម្មណ៍ថាក្រោយពេលញ៉ាំបាយថ្ងៃត្រង់ហើយចេះតែចង់គេងហើយធ្វើការលេងកើតអត់ខ្មែរយើងគេច្រើននិយាយថាពុលបាយអញ្ចឹងចុះនោះមកពីអ្នកញ៉ាំរហូតទៅដល់ 100% ឬក៏អាចលើសពីនេះក៏ថាបានដែរ Harahachibu គឺជាទម្លាប់របស់ជនជាតិជប៉ុននៅលើកោះ Okinawa ដែលជាកន្លែងដែលមនុស្សអាយុវែងជាងគេលើโลกគឺបង្រៀនឲ្យយើងចេះសង្កេតហើយឈប់ញ៉ាំនៅពេលដែលយើងមានអារម្មណ៍ថាឆ្អែត 80% ហើយសួរថាហេតុអីត្រូវឈប់ត្រឹម 80% វាមិនមែនជារឿងដែលចេះតែថាទេប៉ុន្តែវាជាវិទ្យាសាស្ត្រមានការពិសោធន៍បញ្ជាក់អីចឹងទៅរាងកាយរបស់យើងគឺត្រូវការពេលប្រហែល20នាទីដើម្បីឲ្យកាពះហ្នឹងផ្ញើសញ្ញាទៅកាន់ខួរក្បាលថាខ្ញុំឆ្អែតហើយបើអ្នកញ៉ាំរហូតដល់មានអារម្មណ៍ថាឆ្អែតណែន 100% មកមានន័យថាអ្នកពិតជាបានញ៉ាំលើសចំណុះបាត់ទៅហើយការទុកចន្លោះ 20% នៅក្នុងកាពះហ្នឹងប្រៀបដូចជាការទុកខ្យល់ឲ្យម៉ាស៊ីនហ្នឹងដើរស្រួលអញ្ចឹងវាមាន space អញ្ចឹងណាវាកាត់បន្ថយការធ្វើការធ្ងន់របស់ប្រព័ន្ធរាហាក៏ដូចជាការការពារការឡើងទម្ងន់ផងដែរឧទាហរណ៍ងាយការញ៉ាំដោយដឹងខ្លួនទី1យើងអាចថាកុំញ៉ាំបដាមើលទូរស័ព្ទបដានៅពេលដែលភ្នែកយើងនៅជាប់អេក្រង់ខួរក្បាលយើងគឺដូចថាអត់ទទួលបានសញ្ញានៃការឆ្អែតទេតែធ្វើឲ្យយើងនឹងចេះតែញ៉ាំទៅញ៉ាំចូលទៅអាចលើសកម្រិតដែលអត់ដឹងខ្លួនទី2គឺព្យាយាមតាពីឲ្យបានច្រើនឲ្យបានយូរឬក៏តាពីយឺតអញ្ចឹងការតាពីយឺតហ្នឹងក៏ជួយឲ្យយើងអាចដឹងពីកម្រិតនៃភាពឆ្អែតបានដែរទី3យើងអាចសួរខ្លួនឯងនៅ
ពាក់កណ្ដាលពេលញ៉ាំចឹងទៅឬក៏ក្នុងពេលញ៉ាំហ្នឹងញ៉ាំបានពាក់កណ្ដាលហើយអាចសួរខ្លួនឯងថាតើនៅឃ្លានខ្លាំងទៀតអត់បើចម្លើយគឺលេខសូវឃ្លានហើយយើងអាចថាវាជាពេលដែលត្រូវឈប់ញ៉ាំហើយអាចយកចានទៅលាងអីចឹងទៅអញ្ចឹងHarajuku ហ្នឹងមិនមែនជាការបង្ហត់អាហារខ្លួនឯងទេតែចាំកុំច្រឡំប៉ុន្តែវាជាការគោរពនៅការសារពាង្គកាយរបស់យើងក៏ដូចជាប្រព័ន្ធលេហាគីឡូយើងអីចឹងទៅកាលណាអ្នកមិនញ៉ាំឲ្យឆ្អែតពេកអ្នកនឹងមាន energy មានថាមពលក្នុងមួយថ្ងៃពេញមិនស្ទួកមិនងុយអស់កម្លាំងឬពលបាយទេអញ្ចឹងវាធ្វើឲ្យមានសុខភាពល្អនៅក្នុងរយៈពេលវែងក្នុង long term អូខេអញ្ចឹងសាកល្បងនៅល្ងាចនេះទាំងអស់គ្នាមើលនៅពេលដែលអ្នកញ៉ាំបាយល្ងាចកុំចាំតតែឆ្អែតណែនទៅឈប់សាកល្បងឈប់នៅពេលដែលអ្នកមានអារម្មណ៍ថាអូខេគ្រាន់បើហើយដូចលេងសូវឃ្លានហើយអញ្ចឹងឲ្យចាំមើលថាតើស្មារតីរបស់អ្នកនឹងវារៀងស្រឡះជាងរាល់ដងដែរអត់អញ្ចឹងណាទី4គឺ Shinrin Yoku ភាសាអង់គ្លេសគេបកប្រែថា forest bathing ដែលខ្មែរយើងបកវាមិនចំទេប៉ុន្តែបកទៅវាថាដូចការងូតទឹកក្នុងព្រៃអញ្ចឹងទៅពាក្យថាការងូតទឹកព្រៃឬក៏ការងូតទឹកក្នុងព្រៃ forest bathing ហ្នឹងមិនមែនមានន័យថាឲ្យអ្នកទៅដោះកៅអៅងូតទឹកនៅក្នុងស្ទឹងត្រពាំងនៅក្នុងព្រៃទេវាមកពីពាក្យជប៉ុនដែលខ្ញុំ research ទៅគេប្រាប់ថា Shinrin ហ្នឹងគឺព្រៃហើយ Yoku ហ្នឹងគឺងូតអញ្ចឹងវាគឺជាការងូតខ្លួនយើងណាទៅក្នុងបរិយាកាសនៃធម្មជាតិដោយប្រើវិញ្ញាណទាំង5របស់យើងនៅក្នុងសម័យកាលដែលយើងរស់នៅក្រោមដូចថាពលឺពូលច្រើនសន្លឹងមើលអេក្រង់កុំព្យូទ័រទូរស័ព្ទ tablet ពេញមួយថ្ងៃធ្វើការច្រើនអញ្ចឹងចុះខួរក្បាលរបស់យើងហ្នឹងគឺស្ថិតនៅក្នុងស្ថានភាព high alert មានថាដូចវារោរហូតអញ្ចឹងណាអញ្ចឹងហើយវាអត់ឈប់ទេរហូតដល់យើងមានអារម្មណ៍ថាហត់នឿយផ្លូវចិត្តដោយអត់ដឹងខ្លួនពេលខ្លះផ្លូវកាយអត់សូវហត់ទេតែហត់នឿយផ្លូវចិត្តអញ្ចឹងយើងមកដឹងពីវិទ្យាសាស្ត្រដែលនៅពីក្រោយ forest bathing នឹងអ្នកដឹងអត់ថាដើមឈើបញ្ចេញសារធាតុម្យ៉ាងដូចជាឈ្មោះ phytoxid ហ្នឹងវាគឺជាប្រេងសំខាន់ដែលរុក្ខជាតិបញ្ចេញមកដើម្បីការពារខ្លួនអំពីសត្វល្អិតនៅពេលដែលយើងដកដង្ហើមសូកយកសារធាតុអស់ទាំងហ្នឹងវាក៏ជួយបង្កើននៅកោសិកាក្នុងខ្លួនយើងដែលជួយបរិងប្រព័ន្ធភាពស៊ាំនិងកាត់បន្ថយអរម៉ូន stress ផងដែរអញ្ចឹងរបៀបអនុវត្តងាយទោះបីនៅទីក្រុងក៏ដោយក៏យើងអាចធ្វើបានដែរអ្នកមិនចាំបាច់ធ្វើដំណើរទៅដល់ភ្នំតលេនដុលហ្គារីកពតកំពង់សោមបូកគោអីចឹងទៅមិនបានធ្វើ Shinrin Yoku នឹងបានទេនៅពេញនៅទីក្រុងក៏អាចធ្វើបានដែរទី1យើងអាចទុកទូរស័ព្ទចោលឬក៏ដកឃ្លាពីឧបករណ៍អេឡិចត្រូនិកទាំងអស់ហ្នឹងពេលណាមួយចឹងទៅវាជាចំណុចសំខាន់ទី2យើងអាចដើរយឺតកុំដើរដើម្បីហាត់ប្រាណយកបែកញើសប៉ុន្តែត្រូវដើរយឺតដើម្បីឲ្យដឹងនិងចាប់អារម្មណ៍អំពីធម្មជាតិនៅជុំវិញខ្លួនយើងអញ្ចឹងទី3គឺយើងព្យាយាមប្រើវិញ្ញាណទាំង5ភ្នែកហ្នឹងគឺមើលពណ៌បៃតងរបស់ស្លឹកឈើហ្នឹងឬក៏ពន្លឺព្រះអាទិត្យដែលវាជះចូលស្លឹកឈើចូលដើមឈើហ្នឹងឃើញពន្លឺកាំរស្មីហ្នឹងចំពោះយើងអាចហិតក្លិនទៅក្លិនដូចថាដីក្លិនផ្កាក្លិនខ្យល់បរិសុទ្ធអីចឹងទៅតែជាយើងអាចស្ដាប់សលេងនៅជុំវិញខ្លួនសលេងធម្មជាតិសលេងខ្យល់ស្លឹកឈើបក់ឬក៏សត្វចាបសត្វសារកាកែវអីចឹងទៅហើយដៃយើងអាចស្ទាបប៉ះស្លឹកឈើដើមឈើដែលនៅក្បែរចិត្តហ្នឹងអណ្ដាតក៏យើងអាចស្រូបយករសជាតិដូចថាខ្យល់ត្រជាក់ធ្លាក់មកអីចឹងដែរបើសិនអ្នកនៅពេញអាចសាកល្បងទៅសួនច្បារមកពាំងអីចឹងនៅពេលផឹកបលឹមចឹងទៅថ្ងៃណាមួយអង្គុយក្រោមដើមឈើធំមួយរួចបើកភ្នែកដកដង្ហើមវែងត្រឹមតែ10ទៅ15នាទីអ្នកនឹងមានអារម្មណ៍ថាធម៌ពលរបស់អ្នកនឹងត្រូវបានបញ្ចូលដូចបានសាកថ្មអញ្ចឹងសារៈសំខាន់គឺថាធម្មជាតិនឹងគឺជាថ្នាំព្យាបាលដែលឥតគិតថ្លៃហ្មងណាយើងកុំចាំតតែធ្លាក់ខ្លួនឈឺឬ stress ខ្លាំងទើបទៅរកធម្មជាតិអញ្ចឹងចូលធ្វើការ forest bathing ហ្នឹង
ងូតទឹកក្នុងព្រៃតែក៏ពិតមែនងូតទឹកក្នុងព្រៃគឺមុជខ្លួនឯងជាមួយនឹងធម្មជាតិឲ្យคล้ายទៅជាផ្នែកមួយប្រចាំជីវិតរបស់យើងអាចបើអត់មានពេលទេក្នុងមួយសប្តាហ៍យើងអាចចាប់ផ្ដើមពី2ថ្ងៃទៅ3ថ្ងៃទៅ4ថ្ងៃក៏បានដែរអ្នកខ្លះអាចមានពេលគាត់អាចធ្វើជាប្រចាំរាល់ព្រឹកឬក៏រាល់រសៀលពេលបាយល្ងាចហើយអីចឹងទៅអូខេទី5គឺwabi sabi គឺសម្រស់នៃភាពមិន perfect ឬក៏ភាពមិនល្អឥតខ្ចោះអ្នកធ្លាប់មានអារម្មណ៍ហត់នឿយនឹងការព្យាយាមធ្វើឲ្យខ្លួនឯងមើលទៅល្អ perfect អត់នៅខាងក្រៅឬថានៅលើបណ្ដាញសង្គមចុះត្រូវតែស្អាតត្រូវតែជោគជ័យត្រូវតែមានផ្ទះស្អាតត្រូវតែមានរបស់ស្អាតអីចឹងទៅធ្វើអីការងារអីមួយបង្ហាញទៅ social media គឺត្រូវតែ perfect ទស្សនវិជ្ជា wabi sabi ហ្នឹងនឹងមកជួយដោះលែងអ្នកពីសម្ពាធទាំងអស់ហ្នឹងពាក្យថា wabi ហ្នឹងសំដៅទៅលើការរស់នៅដោយភាពសាមញ្ញអត់ហ៊ឺហាមានសន្តិភាពក្នុងចិត្តចំណែក sabi ហ្នឹងសំដៅទៅលើភាពស្រស់ស្អាតដែលកើតឡើងទៅតាមពេលវេលាដូចជាស្លាកស្នាមរូបភាពចាស់ជរាអីចឹងទៅអញ្ចឹង wabi sabi ហ្នឹងបរៀនឲ្យយើងទទួលស្គាល់ការពិតនៃជីវិត3យ៉ាងថាគ្មានអីថិតថេររហូតទេគ្មានអីចប់សពគ្រប់ 100% ទេហើយក៏គ្មានអី perfect 100% ដែរនៅក្នុងប្រទេសជប៉ុនគេអាចនឹងភាគច្រើនគេលើកឧទាហរណ៍អំពីពែងមួយដែលប្រេះនៅជប៉ុនហ្នឹងគឺអាពែងតែហ្នឹងពេលដែលមានសភាពប្រេះមានអីអញ្ចឹងទៅគេចាត់យើងមើលទៅថាវាអត់មានរូបរាងមូលស្អាតទេវាមានស្នាមឆ្កូតមានស្នាមស្រាំអីចឹងទៅពណ៌អត់ស្មើឬអីចឹងទៅបើតាមផ្នែកយើងមើលធម្មតាយើងគិតថាវាអត់ស្អាតវាខូចរបស់ប្រើអត់កើតប៉ុន្តែសម្រាប់ wabi sabi ទស្សនៈបែបនេះគឺអាភាពមិនស្មើគ្នាហ្នឹងហើយមានស្នាមឆ្កូតតិចតួចហ្នឹងហើយដែលធ្វើឲ្យពេកនោះវាហាក់ដូចជាវាមានដួងវិញ្ញាណមានព្រលឹងវាមានរឿងរ៉ាវរបស់វានៅពីក្រោយហ្នឹងអញ្ចឹងទៅហើយវាបង្ហាញថាពេកហ្នឹងត្រូវបានគេប្រើប្រាស់និងមានជីវិតផងដែរអូខេអញ្ចឹងយើងក៏លេងទៅមើលការអនុវត្តទម្លាប់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងទី1គឺយើងឈប់ប្រៀបធៀបខ្លួនឯងកុំស្អប់ស្នាមមុននៅលើមុខឬស្នាមជ្រួញនៅភ្នែកនៅអីចឹងទៅទាំងអស់ហ្នឹងគឺជាសញ្ញាដែលបញ្ជាក់ថាជីវិតយើងនឹងបានឆ្លងកាត់រឿងសោករឿងយំឆ្លងកាត់ជីវិតជូរចត់ឬក៏សប្បាយពិតហ្មងខ្ញុំដឹងថាអ្នកណាក៏ចង់ស្អាតដែររួមទាំងខ្ញុំយើងអាចព្យាបាលវាបានទេតែយើងកុំដល់ថ្នាក់ទោមនោះមួម៉ៅក្តៅកាហាយនឹងវាពេកអីសម្បីខ្ញុំក៏មានស្នាមមានអីចឹងដែរមុខអត់ស្អាតអីចឹងទៅធ្លាប់អត់រីករាយនឹងវាប៉ុន្តែដល់ពេលយើងព្យាយាម learn អំពីវិធីសាស្ត្រនេះទៅយើងក៏ទទួលយកហើយចាំរកពេលទៅព្យាបាលអីចឹងទៅទី2រីករាយនឹងអ្វីដែលអត់ទាន់ចប់សពគ្រប់បើសិនបើអ្នកកំពុងតែរៀនជំនាញថ្មីឬកំពុងតែសាងសង់អាជីវកម្មហើយវានៅរញ៉េរញ៉ៃនៅឡើយចូលចងចាំថាភាពរញ៉េរញ៉ៃរអាក់រអួលរដាក់ដុកហ្នឹងគឺជាផ្នែកមួយនៃសម្រស់នៃដំណើរការរីកចម្រើនរបស់យើងហ្នឹងហើយដូចខ្ញុំធ្វើវីដេអូកន្លងមកអញ្ចឹងខ្ញុំទទួលស្គាល់ខ្លះមានអ្នកមើលខ្លះអត់មានអ្នកមើលតែខ្ញុំប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែរៀនរីករាយនៃដំណើរមួយហ្នឹងបើទោះបីជាអត់មានអ្នកស្ដាប់ខ្ញុំក៏ដោយទោះបីពេលខ្លះខ្ញុំធ្វើអត់ទៀងទាត់អីក៏ដោយក៏ខ្ញុំនៅតែបន្តធ្វើដែរហើយខ្ញុំអត់សូវតោមនោះនឹងវាទេសម្រាប់ទី3ឲ្យតម្លៃលើរបស់ចាស់សិភៅដែលលហែកកែមតិចតួចអីក្តីឬអាវមានពណ៌ស្លេកតិចតួចក្តីតែចាត់ទុកថាវាមានអនុស្សាវរីយ៍ល្អមួយយើងហ្នឹងហើយគឺជាទស្សនៈ wabi sabi ការព្យាយាមធ្វើឲ្យល្អឥតខ្ចោះឬក៏ perfect ហ្នឹងវាជាសត្រូវនៃក្តីសុខនៅពេលដែលអ្នករៀនស្រឡាញ់អាភាពមិន perfect របស់ខ្លួនឯងនិងអ្នកដទៃអ្នកនឹងរកឃើញសន្តិភាពផ្លូវចិត្តដែលមិនធ្លាប់មានពីមុនមកពិភពលោកនេះវាស្អាតដោយសារតែមានអាស្នាមឆ្កូតខ្លះហ្នឹងហើយវាអត់អាច perfect ទេបងប្អូនទាំងអស់គ្នាសាកល្បងមើលទៅក្នុងកញ្ចក់ថ្ងៃនេះមើលថាហើយរកមើលចំណុចណាមួយដែលបងប្អូនធ្លាប់តែស្អប់ឬចង់កែវាចេញបន្ទាប់មកសាកប្រាប់ខ្លួនឯងថានេះហើយគឺជា wabi sabi របស់ខ្ញុំវាជាសម្រស់តែមួយគត់ដែលជាខ្ញុំបង្ហាញថានឹងជាខ្ញុំដើម្បីឲ្យបងប្អូននឹងមានអារម្មណ៍បានធូរស្រាលជាងមុនពេលដែលអ្នកទទួលយកអញ្ចឹងហើយតើបងប្អូនមានអារម្មណ៍ស្រាលខ្លួនជាងមុនអត់អញ្ចឹងណាសម្រាប់ទី6គឺ gaman
កាមាននឹងគឺភាពរឹងមាំបែបស្ងប់ស្ងាត់ពាក្យថាកាមានជាញឹកញាប់ត្រូវបានគេបកប្រែថាការអត់ធ្មត់នេះតាមខ្ញុំ research មើលប៉ុន្តែអត្ថន័យពិតរបស់វាឲ្យស៊ីជម្រៅជាងនេះគឺជាសមត្ថភាពក្នុងការរក្សាភាពស្ងប់ស្ងាត់និងសេចក្តីថ្លៃថ្នូរទោះបីជាកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកឬក៏អត់សមបំណងក៏ដោយវាមិនមែនមានន័យថាអ្នកចោះចាញ់ឬក៏ទន់ជ្រាយទេប៉ុន្តែវាគឺជាការសម្រេចចិត្តដោយខ្លួនឯងថាខ្ញុំនឹងមិនអនុញ្ញាតឲ្យបញ្ហាទាំងអស់ហ្នឹងមកបំផ្លាញចរិតលក្ខណៈឬក៏ស្មារតីរបស់ខ្ញុំឡើយភាពខុសគ្នារវាងការទ្រាំនិងទស្សនៈកាមានហ្នឹងគឺថាការទ្រាំធម្មតាគឺការត្អូញត្អែក្នុងចិត្តការខឹងសម្បានិងមានអារម្មណ៍ថាខ្លួនឯងហ្នឹងជាជនរងគ្រោះនៃរឿងអីមួយដែលបានកើតឡើងប៉ុន្តែបើទស្សនៈកាមានហ្នឹងគឺបរៀនឲ្យយើងចេះទទួលស្គាល់ថារឿងនេះពិបាកប៉ុន្តែអ្នកជ្រើសរើសប្រឈមមុខនឹងវាដោយសន្តិវិធីដោយភាពចាស់ទុំដោយមិនធ្វើឲ្យអ្នកជុំវិញខ្លួនរបស់យើងនឹងមានសម្ពាធតាមយើងឡើយឧទាហរណ៍ងាយៗអ្នកអាចជួបភាពរកម្មរកុសឧបសគ្គមួយចំនួននៅក្នុងអាជីពរបររបស់អ្នកចឹងទៅសាកសម័យមើលថាអ្នកកំពុងតែធ្វើការលើគម្រោងមួយធំប៉ុន្តែដូចថា last minute នាទីចុងក្រោយបែរជាមានកំហុសបច្ចេកទេសណាមួយដែលនឹកស្មានដល់អញ្ចឹងទៅធ្វើឲ្យការងារអស់ហ្នឹងរលាយអស់លេងដូចទីហោថាធ្វើ project មួយគូប្លង់ឲ្យគេបណ្ណានៃធំចង្អប់បែរទៅជាsale អីហើយខូចកុំព្យូទ័រអីអញ្ចឹងទៅខូច hard disk អីអញ្ចឹងទៅអញ្ចឹងបើអត់មានកាមានក្នុងខ្លួនទេអ្នកអាចនឹងស្រែកអាឡូឡាបន្ទោសគ្នាឬក៏បោះបង់ការងារឬចោលទាំងកំហឹងប៉ុន្តែបើមានកាមានទស្សនៈនឹងនៅក្នុងខ្លួនអ្នកប្រហែលជាព្យាយាម accept ដកដង្ហើមធំវែងទទួលស្គាល់ការឈឺចាប់ដែលកើតឡើងនឹងហើយសម្រេចចិត្តថាអង្គុយចុះជួសជុលកែលម្អវាឡើងវិញដោយភាពស្ងប់ស្ងាត់អ្នកអត់បានចំណាយពេលខ្ជះខ្ជាយឬក៏ធម្មពលទៅលើការត្អូញត្អែទេប៉ុន្តែអ្នកបែរជាយកធម្មពលហ្នឹងទៅប្រើក្នុងការដោះស្រាយវាវិញអញ្ចឹងការអនុវត្តក្នុងជីវិតនៅក្នុងទំនាក់ទំនងនៅពេលដែលអ្នកមានកាមានបង្រៀនឲ្យយើងចេះទប់ចិត្តមិនឲ្យប្រើពាក្យសម្ដីអាក្រក់កាយខ្លាំងកំហុសអញ្ចឹងទៅកាន់មនុស្សដែលយើងស្រឡាញ់បើទោះបីជាយើងកំពុងតែខឹងគាត់ខ្លាំងក៏ដោយសម្រាប់ក្នុងគោលដៅជីវិតវិញនៅពេលដែលលទ្ធផលអត់ទាន់មកដល់ទស្សនៈកាមានហ្នឹងវាជួយឲ្យយើងបន្តធ្វើការងារនោះដោយភាពខ្ជាប់ខ្ជួនមិនធ្វើធ្វើតែពេលដែលមានកម្លាំងចិត្តមកពេលទេវាអញ្ចឹងជួយរក្សា balance ក្នុងខ្លួនយើងពិភពលោកនេះមានរឿងច្រើនណាស់អាចនឹងចូលមកវាយប្រហារលើយើងប៉ុន្តែមានកាមានគឺជាខែលការពារសេចក្តីថ្លៃថ្នូររបស់យើងភាពរឹងមាំបំផុតមិនមែនជាការស្រែកឲ្យខ្លាំងជាងគេទេប៉ុន្តែជាការបន្តទៅមុខដោយស្ងប់ស្ងាត់បំផុតនៅកណ្ដាលព្យុះកណ្ដាលភ្លៀងនៃជីវិតរបស់យើងចឹងទៅសម្រាប់បងប្អូនដែលកំពុងតែជួបទុក្ខលំបាកនៅថ្ងៃនេះសូមកុំមានអារម្មណ៍ថាខ្លួនឯងទន់ជ្រាយអីការដែលបងប្អូននៅតែអាចក្រោកពីគេងមកធ្វើការនិងញញឹមដាក់អ្នកដទៃបានទោះបីជាក្នុងចិត្តកំពុងតែមានរឿងរ៉ាវរាប់ម៉ឺនក៏ដោយនោះហើយគឺជាកាមានអ្នកគឺជាមនុស្សដែលរឹងមាំបំផុតម្នាក់អូខេចូលដល់ទី7អូម៉ូយ៉ារីមានន័យថាការយល់ចិត្តនិងគិតដល់អ្នកដទៃទម្លាប់នេះល្អខ្ញុំព្យាយាម apply វាទៅក្នុងជីវិតរបស់ខ្ញុំអូម៉ូយ៉ារីមិនមែនត្រឹមតែជាការយល់ចិត្តធម្មតាទេប៉ុន្តែវាគឺជាការដែលដាក់ខ្លួនឯងនឹងស្ថិតនៅក្នុងស្ថានភាពរបស់អ្នកដទៃហ្មងហើយធ្វើសកម្មភាពនឹងដើម្បីជួយសម្រួលដល់គេបើទោះបីជាគេអត់បានសុំក៏ដោយវាគឺជាការគិតគូរដែលអត់ចង់បានការតបស្នងឬក៏ការកោតសរសើរអីមកវិញទេនៅក្នុងសង្គមជប៉ុនអូម៉ូយ៉ារីហ្នឹងវាគឺជាឫសគល់នៃសេវាកម្មដ៏ល្អបំផុតនិងជាមូលហេតុដែលធ្វើឲ្យកន្លែងសាធារណៈរបស់គេហ្នឹងមានរបៀបរៀបរយភាពខុសគ្នារវាងចិត្តល្អនិងអូម៉ូយ៉ារីគឺថាចិត្តល្អអ្នកដទៃសូមជំនួយហើយយើងទៅជួយគេប៉ុន្តែអូម៉ូយ៉ារីអ្នកសង្កេតឃើញថាអ្នកដទៃអាចនឹងពិបាកហើយអ្នកធ្វើសកម្មភាពណាមួយមុនពេលដែលអ្នកដទៃនឹងជួបបញ្ហាឬក៏បញ្ហានោះកើតឡើងឧទាហរណ៍នៅក្នុងជីវិតរបស់យើង
ការរស់នៅក្នុងទីសាធារណៈបើសិនបើអ្នកញ៉ាំអាហារដូចថាយើងចូលកន្លែងដែលញ៉ាំ fast food ចុះឬក៏ restaurant ណាមួយចុះមិនគ្រាន់តែញ៉ាំឲ្យឆ្អែតហើយប៉ុណ្ណឹងទេប៉ុន្តែមុនយើងចេញយើងអាចឆ្លៀតដូចថាឃើញប្រឡាក់លើតុចឹងអាកដាស់ដែលគេដាក់ឲ្យជូតមាត់ហ្នឹងយើងអាចជូតតុតិចទៅទាញកៅអីឲ្យមានរបៀបតិចទៅដាក់ចានដាក់អីកោគ្នាតិចទៅមុននឹងដើរចេញសួរថាហេតុអីព្រោះយើងគិតដល់អ្នកដែលមកក្រោយបន្ទាប់ឬក៏អ្នកដែលមកត្រូវសម្អាតតុហ្នឹងកុំឲ្យគាត់ពិបាកច្រើនហើយអ្នកក៏ជួយសម្រួលគាត់បានខ្លះដែរទី2វិញក្នុងកន្លែងធ្វើការបើសិនបើអ្នកដូចថាប្រើ printer រួចហើយឃើញថាกระดาษចិត្តអស់អញ្ចឹងយើងអាចបន្ថែមវាឲ្យហើយទៅយើងមិនចាំទុកឲ្យអ្នកដូចថាមិត្តរួមការងារឬក៏អ្នកក្រោយមកប្រើហ្នឹងដែលគាត់បញ្ញាប់ print ដែរហ្នឹងមករហូតទើបដឹងថាអស់กระดาษទេអូខេទី3នៅក្នុងទំនាក់ទំនងនៅពេលមិត្តភ័ក្តិឬដៃគូរបស់យើងដូចថាប្តីប្រពន្ធអញ្ចឹងចុះណាត្រឡប់មកពីធ្វើការទាំងហត់នឿយអ្នកមិនសួរនាំច្រើនដោយឲ្យគេកាន់តែហត់ទេប៉ុន្តែយើងអាចយល់ពីគាត់ដោយការរៀបចំដូចថាដាក់ទឹកត្រជាក់ឲ្យញ៉ាំមួយកែវឲ្យធូរស្រាលឲ្យស្ងប់ឲ្យអារម្មណ៍ស្រស់ស្រាយពីមកពីធ្វើការវិញអញ្ចឹងទៅអញ្ចឹងការអនុវត្តសំណួរដែលមានប្រសិទ្ធភាពរបស់អូម៉ូយ៉ារីនឹងដើម្បីអនុវត្តទម្លាប់នេះចូលទម្លាប់សួរខ្លួនឯងនៅសំណួរមួយឃ្លាថាតើសកម្មភាពដែលខ្ញុំកំពុងធ្វើនេះនឹងធ្វើឲ្យអ្នកបន្ទាប់មានភាពងាយស្រួលជាងមុនឬក៏ពិបាកជាងមុនអូខេសារសំខាន់សម្រាប់អ្នកទាំងអស់គ្នាគឺថាអូម៉ូយ៉ារីគឺជាសេចក្តីស្រឡាញ់ដែលមិនបាច់ចាំនិយាយនៅពេលដែលយើងម្នាក់ៗចាប់ផ្ដើមគិតដល់អ្នកដទៃបន្តិចម្នាក់ពិភពលោកនេះនឹងក្លាយទៅជាកន្លែងដែលគួរឲ្យរស់នៅចង់រស់នៅជាងមុនដោយអត់ចាំបាច់ចំណាយលុយសូម្បីតែ1រៀលអញ្ចឹងសារលបងថ្ងៃនេះទាំងអស់គ្នាថាមុននឹងអ្នកចាក់ចេញពីកន្លែងណាមួយឧទាហរណ៍បន្ទប់ទឹកសាធារណៈឬក៏តុបាយអីក្តីសាកសួរខ្លួនឯងថាតើខ្ញុំបានធ្វើវាឲ្យស្អាតសិននៅសម្អាតឲ្យស្អាតសិននៅបន្ទាប់ពីខ្ញុំដើរចេញអញ្ចឹងការផ្លាស់ប្ដូរតូចមួយនេះនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានដូចថា attractive ដែលមានការតាក់ទាញការចូលចិត្តស្រឡាញ់រាប់អានពីមនុស្សជុំវិញខ្លួនចូលមកដល់ទី8 Kintsugi គឺជាទម្លាប់មួយឬក៏ជាតិចមួយរបស់ជនជាតិជប៉ុនដោយគេនិយាយអំពីការជួសជុលដោយប្រើប្រាស់មាសនៅក្នុងវប្បធម៌ជប៉ុនទៅពេលដែលចានឬអាប៉ែងដែលមានតម្លៃមួយបានធ្លាក់បែកដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺគេអត់បោះវាចោលធំសម្រាប់ទេផ្ទុយទៅវិញគេប្រមូលបំណែកហ្នឹងមកផ្គុំគ្នាវិញរួចប្រើជ័រកៅលាយជាមួយនឹងកតិចមាសដើម្បីទៅភ្ជាប់អាស្នាមប្រេះហ្នឹងដែលឃើញទេក្នុងប្រទេសជប៉ុនចានហ្នឹងគេច្នៃលយណាលទ្ធផលដែលទទួលបានគឺចានដែលជួសជុលរួចហ្នឹងគឺមានសម្រស់កាន់តែស្អាតជាងមុនហើយមានតម្លៃថ្លៃជាងចានដែលអត់ទាន់បែកនឹងទៀតនេះហើយគឺជា concept ឬក៏សិល្បៈនៃ Kintsugi ហ្នឹងទស្សនវិជ្ជានេះបានបង្រៀនថាភាពបែកបាក់ហ្នឹងមិនមែនជាទីបញ្ចប់នៃតម្លៃនោះទេអាហ្នឹងគេគ្រាន់តែលើកឧទាហរណ៍មកអញ្ចឹងភាពបែកបាក់ហ្នឹងមិនមែនទីបញ្ចប់នៃតម្លៃទេប៉ុន្តែវាគឺជាការចាប់ផ្ដើមនៃភាពរឹងមាំឬក៏សម្រស់មួយថ្មីឬក៏តម្លៃថ្មីទៅលើអ្វីដែលមានស្រាប់ហើយអ្វីបានជា Kintsugi នឹងសំខាន់សម្រាប់ជីវិតយើងនៅក្នុងជីវិតពិតយើងគ្រប់គ្នាដឹងថាគ្មាននរណាម្នាក់ដែលមិនធ្លាប់បែកបាក់ចិត្តរឿងស្នេហាឬក៏បរាជ័យឬក៏រឿងគ្រួសារការងារអីទេគឺតែងតែមានស្នាមលបួសផ្លូវចិត្តទាំងអស់គ្នាមនុស្សខ្លះព្យាយាមលាក់អាស្នាមលបួសនឹងព្រោះយល់ថាវាជាភាពទន់ជ្រាយទន់ខ្សោយរបស់ខ្លួនប៉ុន្តែចំពោះទស្សនៈ Kintsugi ហ្នឹងបង្រៀនឲ្យយើងបង្ហាញអាស្នាមលបួសហ្នឹងឲ្យមានមោទនភាពព្រោះវាជាសក្ខីភាពដែលបញ្ជាក់ថាអ្នកបានឆ្លងកាត់ការសាកល្បងរឿងរ៉ាវជីវិតនិងបានរស់រានជាមួយវាហើយប្រសើរមកវិញប្រសើរជាងមុនមានតម្លៃជាងមុនខ្លាំងជាងនឹងទៀតឧទាហរណ៍ជាក់ស្ដែងការងើបចេញពីការបរាជ័យមួយសាកសម័យមើលថាមនុស្សម្នាក់ដែលធ្លាប់រស់ស៊ីខាតបង់អស់ហលេងពីខ្លួនហ្មងអញ្ចឹងណាការយល់ឃើញបែបធម្មតាគាត់អាចនឹងមានអារម្មណ៍ថាខ្លួនឯងជាមនុស្សអន់ឬក៏បរាជ័យឬក៏អស់សង្ឃឹមបាត់បង់ទំនុកចិត្តអីរហូតឈានដល់ការសម្លាប់ខ្លួនអីក៏ថាបានដែរ
ប៉ុន្តែបើសិនជាមានទស្សនៈ Kintsugi នឹងនៅក្នុងខ្លួនណាការយល់ឃើញបែប Kintsugi ហ្នឹងបទពិសោធន៍នៃការខាតបង់នោះហើយវាគឺជាបំណែកដែលបែកហ្នឹងមេរៀនដែលគាត់រៀនបានពីកំហុសហ្នឹងវាគឺជាមាសនៅពេលដែលគាត់យកមេរៀននោះមកកសាងអាជីវកម្មថ្មីអាជីពថ្មីរបរថ្មីគាត់នឹងក្លាយទៅជាអ្នកជំនួញថ្មីម្នាក់ដែលរឹងមាំជាងមុនហើយគាត់អាចគិតបានវែងឆ្ងាយម៉ត់ចត់ជាងមុនក៏ថាបានដែរអញ្ចឹងអាស្នាមរបួសបទពិសោធន៍ពីអតីតកាលហ្នឹងហើយវាគឺជាអ្វីដែលធ្វើឲ្យគាត់នឹងខុសប្លែកពីអ្នកដទៃហើយឲ្យជោគជ័យកាន់តែល្អជាងមុនបន្ថែមទៀតអ្នកអាចព្យាយាមអនុវត្តវានៅក្នុងចិត្តដោយទទួលស្គាល់ការឈឺចាប់កុំប្រកែកកុំបដិសេធថាអ្នកអត់ឈឺចូលទទួលយកវាថាវាជាផ្នែកមួយនៃប្រវត្តិរូបរបស់យើងនៃដំណើរជីវិតរបស់យើងតមកចូលព្យាយាមស្វែងរកមាសនៅក្នុងបញ្ហារាល់ពេលដែលមានរឿងអាក្រក់កើតឡើងសួរខ្លួនឯងថាតើមេរៀនមាសអ្វីខ្លះដែលខ្ញុំអាចយកមកជួសជុលចិត្តខ្លួនឯងបានតមកទី3កុំខ្លាចស្នាមដៅឬក៏ស្នាមរបួសអាស្នាមរបួសហ្នឹងហើយមិនមែនជារឿងដែលគួរឲ្យខ្មាស់អៀនទេប៉ុន្តែវាគឺអាចហៅថាមេដៃនៃភាពក្លាហានអញ្ចឹងអ្នកមានស្នាមរបួសខ្លាំងសិតតែឆ្លងកាត់ខ្លាំងហើយបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាជីវិតយើងម្នាក់ៗប្រៀបដូចជាការធ្វើដំណើរដែលមិនអាចជៀសផុតពីការប៉ះទង្គិចចឹងបើថ្ងៃនេះបងប្អូនមានអារម្មណ៍ថាខ្លួនឯងដូចជាចានដែលកំពុងបែកជាបំណែកហ្នឹងណាសូមកុំបោះបង់ខ្លួនឯងចោលអីចូលប្រើសេចក្តីស្រឡាញ់និងការរៀនសូត្រធ្វើជាមាសដើម្បីតភ្ជាប់អាបំណែកទាំងអស់នោះឡើងវិញចងចាំថាបំណែកដែលធ្លាប់បែកហ្នឹងហើយត្រូវបានជួសជុលឡើងវិញដោយភាពឆ្លាតវៃការតស៊ូគឺមានតម្លៃនិងរឹងមាំជាងរបស់ដែលអត់ធ្លាប់ស្គាល់ការឈឺចាប់ទៅទៀតចូលរស់នៅជាមួយនឹងមោទនភាពជាមួយនឹងស្នាមរបួសរបស់អ្នកព្រោះវាជាសញ្ញាដែលបញ្ជាក់ថាអ្នកគឺជាអ្នកតស៊ូអត់ព្រមចុះចាញ់ទម្លាប់ទាំង8នេះមិនមែនជាផ្លូវកាត់ក្នុងឆាកជីវិតអីទេប៉ុន្តែវាគឺជាទម្លាប់ល្អដែលធ្វើឲ្យជីវិតរបស់អ្នកនឹងកាន់តែប្រសើរឡើងយើងអាចជ្រើសរើស1ឬ2ឬ3ដើម្បីចាប់ផ្ដើមបានហើយធ្វើវាជាប់លាប់ទៅមិនចាំបាច់ធ្វើម្ដងទាំង8ក៏ថាបានដែរអូខេអញ្ចឹងអ្នកទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ហើយឬនៅក្នុងការចាប់យកទម្លាប់ណាមួយមកអនុវត្តសូមខមមិនខាងក្រោមមកខ្ញុំនឹងផងហើយបើសិនជាអ្នកចូលចិត្តនៅវីដេអូនេះចាំជួយ like ជួយ share ចែករំលែកទៅអ្នកជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាអូខេជួបគ្នានៅវីដេអូក្រោយបាយបាយ